បាទជំរាបសួរពុកម៉ែបងប្អូនជាកសិករទាំងគ្នាបាទជាពិសេសបងប្អូនដែលធ្វើស្វាយការ៉ាមីតនៅរដូវកាលថ្មីបាទថ្ងៃនេះផងដែរគឺជាថ្ងៃទី25 ខែ4 ឆ្នាំ2025បាទថ្ងៃនេះផងដែរខ្ញុំបានចុះមកទឹកដីនៅខាងស្រុកកងមាសនៅតំបន់គេហៅថាទៅខាងគោបានទៅខេត្តកំពង់ចាមបាទឥឡូវនេះរដូវកាលថ្មីបានមកដល់ទៀតហើយបាទមិនន័យថាដើមរដូវកាលតែម្ដងអញ្ចឹងដូចស្វាយបងប្រុសម្នាក់ហ្នឹងគាត់បានមិនថាគាត់ធ្វើជើងគាត់តែងមិនក៏តែងបានតិចតួចដែរមិនអត់ទេដោយសារស្វាយគាត់អត់ទៅមានមេឃប្រមាណទេបាទអញ្ចឹងគាត់បានតែងគាត់បាញ់ជំរុះបានមួយទឹកទេអញ្ចឹងឃើញថាសភាពស្លឹកគឺមានសភាពជ្រុះបានមួយចំនួនហើយបាទអញ្ចឹងស្វាយខ្ទង់តាមមួយទឹកទៀតជ្រុះស្លឹកអស់ហើយស្វាយគាត់នេះអញ្ចឹងរបៀបរបបការបាញ់ជំរុះស្លឹកគឺខាងយើងសូមណែនាំប្រភេទជីជំនាញទាញត្រួយហើយទាញផ្កាអញ្ចឹងយើងមានប្រភេទពួកក្រុមជីជំនាញទាញផ្កាទាញត្រួយទាញផ្កានោះបូកជាមួយថៃអូដោយស្វាយគាត់នេះគាត់ដាក់ថៃអូ5គីឡូហើយនឹងជីជំនាញទាញផ្កាយើងកន្លះដបទឹក1000លីត្របាទអញ្ចឹងបើសិនតែយើងបាញ់ក្រុមហ៊ុនជីសូដារបស់យើងបើថាវាអស់តិចបើយើងគិតពីការចំណាយជាមួយនឹង13.46អីគឺយើងអស់តិចជាងបើយើងគុណចៃយើងអស់តិចជាងដោយសារផិនយើងប្រើបានទឹកច្រើនបាទហើយតម្លៃនោះគឺតែ65000ទេប៉ុន្តែប្រើបានទឹក2000លីត្រអានេះពាក់ព័ន្ធជំនាញទាញផ្កាបាទអញ្ចឹងខ្ញុំចូលមករដូវកាលថ្មីនេះបានថាយើងត្រូវប្រើ2ប្រភេទទី1នោះដូចគាត់ចាក់កាយគោលកាយហើយអញ្ចឹងយើងត្រូវប្រើពេលដែលគាត់ជំរុះស្លឹកហើយយើងត្រូវប្រើប្រភេទអកម៉ូនទឹករបស់យើងនេះបាទអកម៉ូនទឹករបស់យើងនេះលេខរបស់វាគឺលេខ25បាទហើយចំណុះវា1លីត្រអញ្ចឹងតម្លៃវាតែ90000ទេប៉ុន្តែសម្រាប់ស្វាយអាយុថ្មីនៅ4ឆ្នាំ5ឆ្នាំឡើងទៅយើងចាក់បានរហូតដល់40ដើមនឹងសម្រាប់ស្វាយថ្មីតែដែលឡែកបើស្វាយអាយុចាប់ពី10ឆ្នាំឡើងទៅយើងចាក់ពីចន្លោះ25ដើមទៅ30 25ដើមទៅ20ដើមយើងមើលតាមដើមទូចដើមធំស្លឹកបែកមេឃច្រើនបែកមេឃតិចអាហ្នឹងពាក់ព័ន្ធនឹងស្វាយអាយុច្រើនតែបើអាយុតិចត្រឹម7 8ឆ្នាំចុះយើងចាក់បានរហូតដល់40ដើមបាទសម្រាប់អរម៉ូនរបស់យើងអញ្ចឹងបើយើងកូនគូទៅយើងចំណេញច្រើនពាក់ព័ន្ធនឹងអរម៉ូនបាទហើយទៅនេះប្រភេទជីទឹកជំនួសជីគ្រាប់របស់យើងអញ្ចឹងបើយើងនិយាយប្រភេទជីទឹកជំនួសជីគ្រាប់នេះគឺយើងចំណេញច្រើនណាស់ពាក់ព័ន្ធនឹងការប្រើប្រាស់បើយើងធៀបជាមួយជីគ្រាប់បើស្វាយបងប្អូនអាយុ10ឆ្នាំចុះមួយដបនេះយើងប្រើបាន200ដើមអញ្ចឹងបើយើងគិតជាដើមវិញក្នុងមួយដបវាចំណាយតែ450លុយខ្មែរអញ្ចឹងបើយើងគុណគូទៅវាចំណេញជាងជីគ្រាប់បើសិនជា50គីឡូយើងប្រើទឹកយើងប្រើមួយដើមវិញយើងចូល1គីឡូទៅ2គីឡូតាមអាយុការស្វាយបងប្អូនអាយុជ្រៅឬអាយុតិចអញ្ចឹងបើយើងគុណគូទៅខុសត្រូវគ្នាចូល80% 70%អញ្ចឹងបើផិនយើងបើស្វាយគាត់អាយុ10ឆ្នាំឡើងទៅនេះយើងប្រើបាន100ដើមអញ្ចឹងបើ100ដើមយើងគុណទៅអស់តែ900អស់តែ900 1000លុយខ្មែរចុះអញ្ចឹងវាខុសត្រូវជាមួយជីគ្រាប់រហូតដល់80 ទៅ 90%នេះបើយើងនិយាយពាក់ព័ន្ធនឹងខ្ទង់ចំណាយវិញហើយងាយស្រួលទៀតសម្រាប់ជីទឹករបស់យើងងាយស្រួលត្រង់ថាយើងចាក់ទៅមិនន័យថាវាជំរាបទៅបានលឿនទី1ទី2ការលាយរបស់ជីទឹករបស់យើងជាមួយអកម៉ូនយើងលាយតែមួយជើងចាក់ម្ដងឲ្យចប់តែម្ដងវាខុសពីប្រភេទក្រុមជីគ្រាប់បងប្អូនមិនអាចចាក់មិនចូលជាមួយនឹងអកម៉ូនបានទេមិនដែលចាក់ម្នាក់ម្ដងដាក់ជីមុនក៏បានដាក់អកម៉ូនបានតែដោយឡែកយើងអត់ទេយើងចាក់ពីរចូលជាមួយគ្នាគ្រាន់តែយើងគុណចែកឲ្យត្រូវទៅដោយសារជីរបស់យើងប្រើបានទឹកច្រើនបាទអញ្ចឹងនេះសម្រាប់ជីទឹកជំនួសជីគ្រាប់ហើយពាក់ព័ន្ធនឹងគុណភាពរបស់វាយើងប្រើស្រូចមួយជើងបានសុខភាពរហូតដល់3ខែល្អស្វាយបងប្អូនអញ្ចឹងវាអត់អីថាំងអត់ងុំដូចជីគ្រាប់មិនមែនទេគឺងុំដូចគ្នាហើយល្អលឿនទៀតដូចស្វាយបងប្អូនចាក់តែមួយទឹកស្វាយអន់បងប្អូនដឹងលទ្ធផលមួយទឹកឃើញល្អហើយបាទអញ្ចឹងវាស៊ីលឿនដោយសារវាក្រុមជីទឹកហើយយើងដឹងស្រាប់ហើយប្រភេទស្វាយយើងគឺប្រភេទឬវានៅថានឹងដីទេអញ្ចឹងការចាក់ទីទឹកទៅវាសម្រូបលឿនបាទនេះហើយជាចំណុចពិសេសអញ្ចឹងបើសរុបចូលគ្នាខាងយើងពាក់ព័ន្ធនឹងវគ្គដំបូងនេះគឺយើងធូរថ្លៃជាងគេច្រើនណាស់បើយើងធៀបជាមួយនឹងប្រភេទពួកក្រុមគីមីគឺយើងធូរថ្លៃច្រើនពួកអីប្រភេទក្រុមរបស់យើងប្រើបានទឹកច្រើនហើយប្រភេទពួកអកម៉ូនរបស់យើងនេះគឺយើងចាក់បានច្រើនដើមទៀតពាក់ព័ន្ធនឹងស្វាយថ្មីហើយស្វាយអាយុ10ឆ្នាំឡើងទៅបាទអញ្ចឹងត្រឡប់មកវិញដោយខាងក្រុមហ៊ុនជីសូដាយើងបញ្ជាក់អញ្ចឹងពាក់ព័ន្ធនឹងខ្ទង់ចំណាយយើងកាត់បន្ថយបានច្រើន50%ទៅ60ទៅ70%ដោយសារអីពាក់ព័ន្ធនឹងគុណភាពជីរបស់យើងក៏ល្អពាក់ព័ន្ធខ្ទង់ចំណាយក៏យើងកាត់បានច្រើនអញ្ចឹងដូចខ្ញុំជំរាបទៀតពាក់ព័ន្ធនឹងបងប្អូនថ្មីបាច់បារម្ភទេអូថាអូសុំសាកឬស្អីបងប្អូនបាច់សាកទេរហូតដល់ពេលនេះខាងក្រុមហ៊ុនជីសូដាយើងឈានជើងចូលស្រុកខ្មែររហូតដល់8ឆ្នាំហើយអញ្ចឹងពាក់ព័ន្ធនឹងគុណភាពខាងបងប្អូនជាកសិករជាពិសេសអ្នកចាយគាត់ជឿជាក់ឲ្យតែសម្រាប់អ្នកថ្មីគាត់នៅស្ទាក់ស្ទើរអាចតាក់ទងសាកសួរព័ត៌មានខាងក្រុមហ៊ុនផ្ទាល់ឬខាងភ្នាក់ងារខាងក្រុមហ៊ុនជីសូដាយើងផ្ទាល់ឬក៏ពេកជីសូដាក្រុមហ៊ុនជីសូដាអៃកូក៏បានដែរបាទអញ្ចឹង
អ្វីដែលយើងផ្ដល់ប្រឹក្សាយោបល់ជូននោះគឺឲ្យច្បាស់លាស់ឲ្យបងប្អូនក៏មានការបារម្ភទៅខ្លាចចេះខ្លាចចុះព្រោះខាងយើងធ្វើបានជោគជ័យគ្រប់ទីកន្លែងហើយឲ្យតែបងប្អូនជាកសិករសហការជាមួយខាងក្រុមហ៊ុនឬក៏ជាមួយនឹងខាងក្រុមការងារបើបងប្អូនសហការទេអានឹងពិបាកបន្តិចដោយសារការប្រើប្រាស់វាមានពាក់ព័ន្ធនឹងបច្ចេកទេសមួយចំនួនដែលបងប្អូនត្រូវធ្វើតាមបាទអញ្ចឹងខាងយើងត្រឡប់មកវិញតិចខាងយើងដូចបញ្ជាក់ទៀតថារដូវកាល2ឆ្នាំចុងក្រោយនេះតម្លៃទីផ្សារអត់សូវល្អហើយអញ្ចឹងបងប្អូនគួរតែគិតគូរពាក់ព័ន្ធនឹងខ្ទង់ចំណាយដោយខាងយើងចំណាយតិចហើយអញ្ចឹងទោះបីស្វាយបងប្អូនធ្លាក់អស4 500ខុសរដូវក៏បងប្អូនអត់ខាតដែរចំណេញតែចំណេញអត់ច្រើនពេកទេចំណេញអាចមានដើមទុនប្រើធ្វើនៅរយៈកាលដល់ការក្រោយទៀតនេះហើយជាចំណុចពិសេសរបស់ខាងក្រុមហ៊ុនជីស្ដាអញ្ចឹងដូចយើងបញ្ជាក់ទៅថាក្រុមហ៊ុនយើងមានតែ2ចំណុចនោះដែលធ្វើឲ្យបងប្អូនអត់មានហានិភ័យទី1ការបន្ធូរចំណាយទី2បង្កើនទិន្នផលទោះបីជាស្វាយបងប្អូនធ្លាក់អស3 400 500បើសិនជាបងប្អូនកើនទិន្នផលចំនួនតើបានច្រើនបងប្អូនបេះទៅគឺបានចំនួនតោនច្រើនបានលុយច្រើនហើយតែបងប្អូនថាអត់បាញ់ទេឬក៏អត់មើលថែទេប្រឡែងចោលឬក៏បាញ់ថ្នាំគេថ្លៃអានឹងបងប្អូនចំណេញទេបើតែធ្វើប៊ីសតែចំណេញទេនៅខាតដដែលតែបើយើងគ្រាន់តែយើងប៊ីសខាតនៅចំណេញដដែលនេះហើយជាចំណុចពិសេសរបស់ខាងក្រុមហ៊ុនជីស្ដាបាទសម្រាប់ខាងខ្ញុំអត់មានអីច្រើនទេគ្រាន់តែខ្ញុំសូមណែនាំតែប៉ុណ្ណេះទេដោយសារតែខាងក្រុមហ៊ុនយើងចង់ផ្ដោតសំខាន់ទៅលើការប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមស្តង់ដារខាងក្រុមហ៊ុនជីស្ដារបស់យើងបាទអញ្ចឹងសូមអរគុណបងប្អូនជាកសិករទាំងអស់គ្នាបាទបានតាមដានមើលវីដេអូមួយនេះបាទ